đầy rắn đầy hát đã chỉ phần mán có đầm nằm mình sơ lụt lò lò men thế to bộc mặt bông bồn bây giờ cả score từng óc nia dương riêng cai này chung ong cam đầm bay cát prai con phep đầy bao dương từng óc nia pra thong sang cha bao dương chụp nọc pi rồi lítปูmình ai cắt này khang cầm rô bị tránh đầm bay chọt thôi chia kinh trai để miền rung tối tôi chương tầm rô per hai mươi tấc sum rạp trọt bị cào bát thong bao dương nấu này khang cào miếng trời cho rốn đập xa đại bông bông rồi co đại trongประวัติជាពីទឹកទៅពីទឹកកន្លះសម្រាប់ជាប់ជាមួយនឹងម៉ូទ័រខ្យល់ឬក៏កសិករយើងភាគច្រើនហៅថាកង្ហាប្រេងសម្រាប់ជំនួយឲ្យការដុតធ្យូងអង្កាមរបស់យើងប្រើរយៈពេលខ្លីនិងមានគុណភាពល្អសម្រាប់ការដុតសូមពុកម៉ែបងប្អូនប្រជាកសិករអាចជ្រើសរើសយកកន្លែងដែលស្រឡះឆ្ងាយពីផ្ទះឆ្ងាយពីប្រភពដែលនាំឲ្យមានអគ្គិភ័យដោយយើងយកចំបើងយកទៅដុតនៅផ្នែកខាងលើវាឆេះពីផ្នែកខាងលើទៅផ្នែកខាងក្រោមវិញក្នុងរយៈពេលប្រហែលជា1ម៉ោងខ្ជុងអង្កាមរបស់យើងឆេះស្រក់ប្រហែលជា 20% ពីមាត់ធុងពូមីងអាចបិទព្រីភ្លើងដកម៉ូទ័រខ្យល់និងចាប់ដើមយកទឹកមកពន្លត់ដើម្បីកុំឲ្យខ្ជុងអង្កាមរបស់យើងឆេះខ្លាយទៅជាផេះដែលយើងមិនអាចប្រើប្រាស់បានគឺជាខ្ជុងអង្កាមដែលយើងដុតប្រើរយៈពេល1ម៉ោងហើយវានៅតែរក្សាទម្រង់អង្កាមដដែលគ្រាន់តែវាក្លាយទៅជាខ្ជុំដែលមានអត្ថប្រយោជន៍ច្រើនដូចជាទី1ពេលការលំអងគុណភាពដីជាឃ្លាំងរក្សាជីនិងទឹកកាត់បន្ថយជាតិពុលពីដីយើងអាចប្រើប្រាស់ចម្រោះទឹកនៅក្នុងស្រះរបស់យើងបានហើយយើងអាចប្រើនៅក្នុងទ្រុងសត្វផងដែរដើម្បីកាត់បន្ថយក្លិននិងពពួកសត្វល្អិតមួយចំនួនផងដែរសូមអរគុណពុកម៉ែបងប្អូនប្រជាកសិករសម្រាប់ការតាមដានទស្សនានិងសង្ឃឹមថាបងប្អូនកសិករអាចអនុវត្តបានទាំងអស់គ្នាសូមអរគុណ